មកទៀតហើយបងប្អូនមកទៀតហើយណាពុនបាទលើចំណេញមូលធន 20% មកទៀតហើយគេនឹងចាប់អនុវត្តពីឆ្នាំក្រោយទៅគឺពលគឺអនុវត្តពីថ្ងៃទី1ខែមករា2026ទៅតែម្ដងអញ្ចឹងមានការលើកចែកនានាឲ្យយើងយល់ថាខ្លះហើយឧទាហរណ៍ថាបើយើងលក់ដីបាន$10,000យើងដក$80,000ទុកយកបាទ20,000បាទគុណនឹង20ហើយចែកនឹង100នោះយើងឃើញហើយថាយើងត្រូវបង់ចូលរដ្ឋចំនួន$4,000ប៉ុន្តែ$4,000អត់ចប់ទេណាបងប្អូនស្រុកខ្មែរនៅមានអាថ្លៃរត់ការប្លង់ប្រហែល%ទៀតបាទថ្លៃទឹកតែអីមន្ត្រីជាដើមលេចកើតឆ្វេងស្ដាំហ្នឹងគឺថាម្ចាស់អាចលអ្នកទ្រព្យហ្នឹងស៊ីខ្ចលបាទព្រោះអ្នកខ្លះបងប្អូនទិញដីសំបាទធ្វើការទឹកប្តីទាំងប្រពន្ធណាបងធនាគារបងអាការផងអាដើមផងអាចង់ផងណាអត់ដែលអត់មានរដ្ឋមកជួយបងលុយយ៉ាងទេតែពេលដែលពលរដ្ឋលក់បានគឺមានមុខមកទារពន្ធមូលធន 20% ណែអញ្ចឹងណាប៉ុន្តែសួរទានឹងយ៉ាងម៉េចបងប្អូនហើយពេលណាដែលប្រជាជនរលរឿងថាហេតុអីបានគេធ្វើដូចនៅស្រុកគេប្រទេសជឿនលឿនអាហ្នឹងគេថាឲ្យយើងមើលទៅលើបារាំងមើលអាមេរិកចឹងទៅគេធ្វើអញ្ចឹងប៉ុន្តែបើរឿងអភិវឌ្ឍវិញគេឲ្យយើងមើលពី75 79ដាច់ចពោតមកវិញណាបងប្អូនគេសួរថាបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតបាទស្អីតិចគឺងើបមកពីបាត់ដៃទៅទេរហូតអស់បាត់ដៃអាលីងឥឡូវកាលណាបាត់ដៃវាអស់អាលីងគឺបង្កើតអាពន្ធមូលធននឹងមកដើម្បីគៀបពីប្រជាពលរដ្ឋជាក់ស្ដែងអ្នកប្រកាសប្រមូលហ្នឹងដូចលោកគង់វិបុលឯជាដើមណាបងប្អូនទើបតែឥឡូវទេពលរដ្ឋត្រូលច្រើនលែងទៅចោតអារយនៅមុខអង្គភាពខាងពន្ធដារខាងអីហ្នឹងនោះក្រសួងសេដ្ឋកិច្ចខាងអីហ្នឹងនោះបើពីមុនវិញបងប្អូនអាឡានរយគេហ្នឹងទៅធ្វើការគេចោតនៅមុខនឹងសម្ញែងពលរដ្ឋដែលជាម្ចាស់ប្រទេសដែលជាអ្នកបងពុនឲ្យពួកគាត់ឲ្យប្រាក់ខែពួកគាត់ណាបាទសម្ញែងណាហ្នឹងហើយឥឡូវពលរដ្ឋពិចារណាទៅខ្ញុំមិនបដិសេធទេគេអ្នកណាក៏ចង់ឲ្យប្រទេសរីកចម្រើនដែរប្រមូលពីពលរដ្ឋប៉ុន្តែយើងមើលជីវភាពពលរដ្ឋមើលបាទមកនេះសង្គ្រាមជាមួយសៀមចាប់មិនទាន់ស្រួលផងឥឡូវចាប់ផ្ដើមបង្កើតច្បាប់មករត់កប្រជាជនទៀតណាងាកទៅមើលប៉ូលីសចរាចរណ៍គាត់ថ្លៃផាកវិញហ៎ប៉ូលីសមួយខ្លាយជាអ្នកមានឯពលរដ្ឋវិញត្រូវបានគេផាកវិញគឺខ្លាយជាអ្នកដែលវាន់កណាបងប្អូនចឹងសួរថាយើងបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតណាហើយដូចខ្លះអីពួកត្រូព្រះសុទ្ធអីគេនិយាយឡើងគេថាពួកអាប្រឆាំងក្រៅប្រទេសវារិះគន់តែសួរពួកវាជួយស្អីខ្លះវារិះគន់ថាពួកវាបានជួយប្រទេសជាតិខ្លះបើវានៅស្រុកគេប្រាក់ខែវាធ្វើការនៅស្រុកគេនេះកុំនិយាយអាប្រាក់ខែស្រុកគេក៏ដោយប៉ុន្តែគេវេទៅខ្មែរទៅអាហ្នឹងសិតតែរួមចំណែកណាពួកគេមានគ្រួសារនៅខ្មែរណាត្រូវយល់ណាដូចខ្ញុំនៅជប៉ុនអីណាបងប្អូនលុយប្រហែលរយៈមុនជំនួយខាងរដ្ឋាភិបាលជប៉ុនជួយទៅខាងរដ្ឋាភិបាលស្រុកខ្មែរអីណាអាហ្នឹងសិតតែមានពួកខ្ញុំនៅក្នុងហ្នឹងណាកុំច្រឡំណាខ្ញុំបងពុនមួយខែស្មើនឹងជនជាតិជប៉ុនណាអាហ្នឹងសិតតែមានចំណែកពួកខ្ញុំចូលរួមជួយពីក្រោយទាំងអស់ណាហើយចឹងកុំនិយាយលើពិភពលោកនេះស្អីក៏វាវិលជុំដែរប៉ុន្តែឥឡូវនិយាយរឿងអាមូលធននិយម 20% ហ្នឹងសួរបើលើកបានលើកទៀតទៅបើលោកបានលោកចេញទៅឬក៏បន្ថយបានបន្ថយក្រុមហ្នឹងទៀតទៅអាណិតប្រជាជនពួកប្រជាជនណាហមបានដីមួយប្លង់លក់ណាស្មាទោះបងពុនបងធនាគារឡើងកើតឬដងបាតប្រឹងធ្វើការណាមិនឲ្យអស់លោកមកយល់ស្រួលទេបើអស់លោកយល់ស្រួលប្រទេសអភិវឌ្ឍខ្ញុំមិនថាទេប៉ុន្តែអភិវឌ្ឍតែកប៉ៅខោពួកអស់លោកឯងអភិវឌ្ឍតែកូនចៅលោកឯងណាការកូនការស្អីមើលដូចខ្ញុំធ្លាប់និយាយទៅគ្រាន់តែផ្កាគេទាំងលានដុល្លារផ្កាជិះតែយន្តហោះវិញពលរដ្ឋសាមញ្ញមើលរួមមកផឹកខ្វះងាយរលងាយខ្វះព្រឹកឲ្យឃើញពលរដ្ឋតាមផ្ទះមួយចំនួនមានឡានជិះហ្នឹងសិតតែបំណុលវ៉ាន់កធនាគារណាប៉ុន្តែសម័យនេះសួរថាធ្វើម៉េចបើបដិបត្តិសង្គមយើងប្រជាជនរស់នៅតាមអាសមាជីវៈប្រជាជនស្រុកគេរត់ខាតបាទគេមើលងាយអីអ្នកលើកចិត្តខាងបាទនិយាយឆ្វេងស្ដាំមុខក្រោយពេកអញ្ចឹងពួកគាត់ត្រូវតែបំពេញតាមហ្នឹងប៉ុន្តែបើជាក់ស្ដែងម្នាក់ទៅដល់ខ្យល់បងប្អូនទៅដល់ខ្យល់ឥឡូវរត់មកបន្ថែមអាកម្មវិធីទៅដល់ខ្យល់ឲ្យពលរដ្ឋមកតង់ទៀតបាទអញ្ចឹងពលរដ្ឋប្រជាណាមើលទៅយើងបានប្រហែលចង់បានប៉ុណ្ណាទៀតណាគួរបដូរឬក៏អត់ឥឡូវហ្នឹងបើល្អយ៉ាងនេះអរគុណ